នេះគឺជាវីដេអូដែលខ្ញុំចង់ធ្វើយូរមកហើយបើអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់យកកាមេរ៉ា iPhone 17 Pro Max យកមកផ្ទឹមជាមួយនឹងកាមេរ៉ារបស់ Samsung Galaxy S25 Ultra បើសិនជាបងប្អូនយើងមានតម្រូវការ iPhone iPad ឬក៏ទូរស័ព្ទដៃ Android ផ្សេងៗបងប្អូនយើងអាចមកមើលបាននៅហាងលក់ទូរស័ព្ទដៃគ្នាយើងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ឬក៏ KY Store មានសេវាកម្មល្អមែនទែនតែម្ដងបងរំលោះវាយដូរទាំងមួយទឹកទាំងថ្មីហើយអីវ៉ាន់ក៏មានធានាល្អត្រឹមត្រូវចេញពីហាងផងដែរសម្រាប់បងប្អូនយើងមានតម្រូវការអាចតាក់ទងបានជាមួយនឹងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP link តាក់ទងនៅក្នុង description ខាងក្រោមអញ្ចឹងឥឡូវយើងចូលមើលទៅលើការតេស្តរបស់ខ្ញុំតែម្ដងប្លង់ទី1នេះគឺជាការតេស្តបែបគេហៅថា level ខ្ញុំមិនចង់និយាយថាខ្ញុំ professional ទេបងប្អូនយើងវាជារឿងមួយដែលយើងបងប្អូនយើងត្រូវការកែគុណពណ៌អញ្ចឹងបងប្អូនយើងបាទអញ្ចឹងគឺខ្ញុំថត lock បាទអញ្ចឹងខ្ញុំចង់ដឹងពីសមត្ថភាព lock file របស់ iPhone ក៏ដូចជា Samsung ជាដើមបាទអញ្ចឹងយើងថត 4K 30ដូចគ្នាថត lock format ដូចគ្នាបាទអញ្ចឹងបងប្អូនយើងមើល lock file របស់ Samsung មុនបងប្អូនណាបាទអញ្ចឹងវាថតមកសស្លាយទេប៉ុន្តែក្រោយពេលបងប្អូនយើងចាក់ពណ៌កាយគុណទៅយើង apply អីទៅអញ្ចឹងយើងឃើញតែ color វាស្អាតហើយបាទអញ្ចឹងអ្វីដែលខ្ញុំឃើញហ្នឹង Samsung គឺបែប magenta ហើយបែប purple color វាបងប្អូនយើងបាទអញ្ចឹងស្អាតដែរតាមានអីទេបងប្អូនយើងប៉ុន្តែបើសិនជាបងប្អូនយើងមើលទៅលើអាវខ្ញុំខ្មៅបាទអាវខ្ញុំខ្មៅសុទ្ធហ្មងតែវាឲ្យពណ៌ខុសបងប្អូនយើងខ្ញុំព្យាយាមខែមែនតែម្ដងឥឡូវនេះអញ្ចឹងនៅតែឃើញចឹងនេះគឺជាផុស Apple បងប្អូនយើងអញ្ចឹងលទ្ធផលផុស Apple ហ្នឹងគឺថាសឹងតែដូចកាមេរ៉ាធំទៅហើយវាឲ្យ color renderation មកបាទអញ្ចឹងលើពណ៌លើ skin tone ហ្នឹងគឺដូច Sony ខ្ញុំអញ្ចឹងបាទអញ្ចឹងមើលបងប្អូនយើងណាបាទអញ្ចឹងយើងអាចកែគុណយើងជ្រៅជាងនេះក៏បានដែរបាទអញ្ចឹងខ្ញុំឃើញថាការឲ្យពណ៌បើសិនជាបងប្អូនយើងថត lock ណា Apple ធ្វើប្រសើរជាងបងប្អូនយើងមើលអាវខ្ញុំចុះ color វាហ្នឹងគឺខ្មៅសុទ្ធដូចអ្វីបងប្អូនកំពុងឃើញឥឡូវហ្នឹងតែម្ដងបងណាហើយមុខខ្ញុំហ្នឹងក៏វាល្អផងដែរអញ្ចឹងចុះបើសិនជាយើងថត direct អត់មានប្រើកែពណ៌កែគុណអីទេចង់និយាយថា direct ចេញពីប្រអប់មកតែម្ដងខ្ញុំមកតែដូចគ្នាបងប្អូនយើងអាចកលេចមើលបានអូខេបើអញ្ចឹងបងប្អូនយើងចាប់ផ្ដើមមើលពី Samsung ទៅមុនផងដែរបើអញ្ចឹង color វាហ្នឹងដូចទៅនឹងគេហៅថា lock វិញអញ្ចឹងបងប្អូនយើងវាឲ្យពណ៌រៀងក្រហមច្រើនហ្នឹង magenta បងប្អូនយើងហើយទៅវិញខ្ញុំក្រប 200% ទៅឲ្យឃើញពេញមុខយើងតែម្ដងឃើញថាវាស្អាតតែបងប្អូនយើងមានអីវាប៉ុន្តែជាក់ស្ដែងមុខខ្ញុំវាអត់ក្រហមអញ្ចឹងបងប្អូនយើងហើយរៀងខ្មៅប៉ុន្តែរៀងលឿងមុខយើងបងប្អូនយើងដឹងហើយធម្មជាតិមុខស្បែកយើងណាវាសើក្រហមអញ្ចឹងទេឥឡូវយើងក៏លេចមើលទៅលើ iPhone ម្ដងនេះបាទ iPhone ពេលនេះវាឲ្យលឿងច្រើនពេកបងប្អូនយើងបាទអញ្ចឹងខ្ញុំពិបាកខ្ញុំក៏អត់ចូលចិត្តដែរកន្លែងលឿងហ្នឹងណាបងប្អូនយើងវា yellow ចង់និយាយអញ្ចឹងណា skin tone វាបាទអញ្ចឹងមុខយើងវាមានដឹងថាមានជាតិលឿងក្នុងហ្នឹងហើយប៉ុន្តែវាមិនដោះដាក់ម្លឹងទេចង់និយាយអញ្ចឹងមុនយើងនេះបើពេលខ្ញុំ crop in មកខ្ញុំឃើញថា iPhone នៅលើសក់នៅលើអីហ្នឹងគឺវា detail ល្អតែបងប្អូនយើងមានអីវា crop 200% ណាបងប្អូនយើងបាទអញ្ចឹងអាហ្នឹងគឺ crop ខ្លាំងហើយ Rex 7 online ដូចគ្នាបងប្អូនណាអញ្ចឹងសម្រាប់ការថតធម្មតាដែលយើងអត់និយាយពាក់ព័ន្ធមួយការកាយគុណពណ៌ទេនោះបាទអញ្ចឹងសម្រាប់ថតស្បែកមុខមនុស្សរបស់យើងទៀតអញ្ចឹងបងប្អូនយើងខ្ញុំអត់ថាមួយណាស្អាតជាមួយណាទេបាទអញ្ចឹងខ្ញុំជួយចិត្តវាពាក់កណ្ដាលហ្នឹងបាទអញ្ចឹងពេលខ្លះខ្ញុំអត់ចង់បានក្រហមដូច Samsung ពេកទេហើយខ្ញុំក៏មិនចង់បានបែបរៀងលឿងអញ្ចឹងពេកដែរដូច iPhone ដែរបាទអញ្ចឹងខ្ញុំចង់បានគេហៅថា between ហ្នឹងបងប្អូនណាបាទអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនយើងនិយាយទៅលើការថតស្បែកមុខមនុស្សរបស់យើងខ្ញុំនៅពាក់កណ្ដាលបងប្អូនណាខ្ញុំអត់ទៅខាងណាទេឥឡូវយើងទៅមើលប្លង់ខាងក្រៅម្ដងយើងមើលទៅលើពណ៌របស់វាក៏ដូចជាគុណភាពវីដេអូទូទៅកន្លែងនេះបើសិនជាបងប្អូនយើងសួរខ្ញុំពាក់ព័ន្ធនឹងពណ៌ខ្ញុំទៅខាង Samsung always បងប្អូនណាអញ្ចឹងខ្ញុំឃើញថា color ខាង Samsung ហ្នឹងវារៀង saturate pop អាហ្នឹងគឺ personal preference បងប្អូនយើងបើអញ្ចឹងអ្នកខ្លះគេចូលចិត្តរៀងល្មមដូចខាង iPhone ទៅប៉ុន្តែបើថាសួរខ្ញុំចូលចិត្ត color ខាង Samsung ប៉ុន្តែពេលបងប្អូនយើងក្របបន្តិចទៅ detail iPhone ល្អបងប្អូនណាវីដេអូវាគុណភាពវានៅណែនស្អាតទោះបីយើងក្រប 200% ដូចគ្នាក៏ដោយខាង Samsung រៀងបែកបន្តិចរៀងស្មៀកគេហៅឲ្យវាបែប over sharpen អញ្ចឹង over sharpening រៀងច្បាស់ជ្រុលអញ្ចឹងខ្ញុំឃើញថាវាខាង iPhone ធ្វើល្អជាងបើសិនយើងនិយាយទៅលើ overall នៃ video quality តែបើសិននិយាយពី color ខ្ញុំចូលចិត្ត color របស់ Samsung សម្រាប់ខ្ញុំទេបងប្អូនណាចំពោះ dynamic range របស់វាបើអញ្ចឹងខ្ញុំសូមចាប់ផ្ដើមជាមួយនឹងកាមេរ៉ាខាងមុខទៅមុនថតគេហៅថា Rex 709 ធម្មតាទេតែទាំងពីរនេះគឺ 4K ដូចគ្នាកណ្ដាលថ្ងៃត្រង់មែនទែនតែម្ដងបងប្អូនយើងអាចមើលបានណាបងប្អូនយើងបើអញ្ចឹងមួយណាវាបែងចែកពន្លឺល្អជាងពីទីល្ងិតនិងទីភ្លឺអញ្ចឹងទៅសម្រាប់ខ្ញុំអ្វីដែលខ្ញុំឃើញហ្នឹងគឺ Samsung
exposure វាគឺរៀងវាអត់ទេតាម movement របស់យើងបើយើងបារះតាណាទៅវានឹងឡើងភ្លឺផ្លេតទៅតែ iPhone វាគ្រប់គ្រងបានល្អជាងទៅលើ auto exposure តែទៅលើ dynamic range របស់វាគឺប្រហែលគ្នាទេបងប្អូនយើងប៉ុន្តែត្រឡប់ទៅមើល log វិញបងប្អូនណាបាទអញ្ចឹងនៅប្លង់កណ្ដាលថ្ងៃត្រង់បែបនេះពាក់ព័ន្ធនឹង log file បាទថត 4K 30ដូចគ្នាហើយខ្ញុំរៀនធ្វើការ color grade ដូចគ្នាខ្ញុំតម្លាក់ highlight ដូចគ្នានិយាយទៅគឺយើងព្យាយាម push វាដើម្បីឲ្យវាផ្ដល់លទ្ធផលឲ្យល្អមកតែម្ដង Samsung Log ធ្វើប្រសើរជាងបងប្អូនយើងទៅលើ dynamic range របស់វាខ្ញុំឃើញផ្កាយខាងក្រោយហ្នឹងសម្បត្តិផ្កាយទេតែសភាពមេឃខាងក្រោយអញ្ចឹងណាឃើញឪពកមិនផ្កាយទេច្បាស់ល្អជាង Apple Log ប៉ុន្តែគាត់ថា Samsung Log វារៀង crush shadow បន្តិចបងប្អូនយើងកន្លែងណារៀងខ្មៅងឹតរៀងខ្មៅជ្រុលទៅងឹតជ្រុលទៅហើយកន្លែងណាភ្លឺក៏វាភ្លឺល្អទៅអញ្ចឹងទៅហើយបើសិនជាសួរពី dynamic range ដូចខ្ញុំនិយាយអញ្ចឹងSamsung Log ធ្វើប្រសើរជាងវីដេអូនេះគឺថាថតចំណាយពេលច្រើនមែនទែនតែម្ដងបងប្អូនយើងសង្ឃឹមបងប្អូនយើងចូលចិត្តហើយក៏សង្ឃឹមបងប្អូនយើងជួយចុច follow page ខ្ញុំមួយក៏ដូចជាចុច subscribe YouTube channel ខ្ញុំមួយផងឥឡូវខ្ញុំនិយាយពីការថត zoom បើអញ្ចឹង zoom ហ្នឹងគឺខ្ញុំ zoom optical zoom បងប្អូនណាបាទអញ្ចឹងខ្ញុំប្រើ lens គេហៅថា5គុណនៅលើ iPhone សំទោស4គុណនៅលើ iPhone ហើយ5គុណនៅខាង Samsung ណានេះគឺជា lens optical zoom របស់វាហើយឥឡូវហ្នឹងគឺភ្លៀងបងប្អូនយើងអធិស្ឋានផងបាទអញ្ចឹងយើងចុចថតទៅបាទអញ្ចឹងបងប្អូនយើងអាចមើលទៅលើគុណភាពវីដេអូបានណាបាទនេះគឺយើងនិយាយទៅលើ optical zoom ថត 5x ដូចគ្នាបាទមិន 5x ដូចគ្នាទេខាង iPhone គឺ4ខាង Samsung គឺ5ណាបាទអញ្ចឹងបងប្អូនយើងមើលទៅលើគុណភាពវាទទួលបានប៉ុណ្ណឹងហើយបើសិនជាខ្ញុំឡើងទៅគេហៅថា digital zoom វាបែប lossless បងប្អូនយើងមិនមែន digital ទេវាបែប lossless អញ្ចឹងវាធ្វើការក្របនៅលើ main sensor ហ្នឹងទៅដើម្បីឲ្យបាន10គុណណាបងប្អូនយើង Samsung បាន10គុណហើយខាង iPhone បានត្រឹមតែ8គុណទេភ្លៀងខ្លាំងមែនទេឥឡូវនេះបងប្អូនយើងបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការទៅលេន1គុណសិនមកនេះគឺជាទេសភាពជាក់ស្ដែងណាបងប្អូនយើងមើលឃើញមេឃភ្លៀងខ្លាំងណាស់នេះឃើញទេបាទតែទាំងភ្លៀងមកតែម្ដងអញ្ចឹងខ្ញុំចង់ទៅ10គុណនៅខាង Samsung ហើយខ្ញុំទៅ8គុណខាង iPhone អូខេអញ្ចឹងខ្ញុំថតបកគោលមួយនេះបាទបកគោលភ្លើងមួយនេះណាអញ្ចឹងនេះគឺជាលទ្ធផលដែលបងប្អូនយើងទទួលបានហើយខ្ញុំនឹងធ្វើការ zoom ឲ្យអស់បាទអញ្ចឹង iPhone zoom បាន24គុណវីដេអូរបស់វា Samsung zoom បានត្រឹមតែ20គុណទេអញ្ចឹងខុសគ្នាតិចតួចបងប្អូនណាបាទអញ្ចឹងដល់យើងទាញវាឲ្យបាន20គុណមកហើយ iPhone 24គុណមកអញ្ចឹងខ្ញុំថតបកគោលភ្លើងដដែលនេះបកគោលភ្លើងនេះបងប្អូនណាបាទអញ្ចឹងទៅហើយខាង iPhone ថតបកគោលភ្លើងដូចគ្នាអូខេអញ្ចឹងបងប្អូនយើងអាចមើលបានប្លង់មិញហ្នឹងគឺថាវាភ្លៀងបងប្អូនយើងហើយវានឹងខ្សោយពន្លឺផងដែរបើអញ្ចឹងវាមានលក្ខណៈអាប់តិចតួចអញ្ចឹងទៅអញ្ចឹងឥឡូវយើងមកថតកណ្ដាលថ្ងៃត្រង់ដែរម្ដងនេះបងប្អូនឃើញខ្ញុំហើយអូខេអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមប្រើ lens 0.5 នៅលើ iPhone មុនណាហើយខ្ញុំត្រឡប់ឡើងទៅ0. ឡើងទៅ1គុណនេះបងប្អូនណាហើយ pay attention នៅលើ zoom transition នេះផង smooth ទេបាទអញ្ចឹង1គុណ2គុណ4គុណបាទនោះកាមេរ៉ាខ្ញុំហើយ8គុណណាមើលបានអូខេ8គុណគឺយើងថតបានប៉ុណ្ណឹងហើយខ្ញុំសូមឡើងទៅ24គុណបាទហើយយើងថតចំកាមេរ៉ាខ្ញុំបន្តិចមកនោះបងប្អូនណា24គុណឥឡូវខ្ញុំសូមចូលទៅក្នុងកាមេរ៉ាតែម្ដង ដើម្បីជាការតេស្តខ្ញុំនឹងមកគៀកកាមេរ៉ាបងប្អូនឲ្យឃើញមុខខ្ញុំតិចទៅបាទមួយណាវាឲ្យសាច់ល្អជាងចំពោះការ zoom ទៅ maximum របស់យើង24គុណអូខេបើអញ្ចឹងឥឡូវយើងចាប់ផ្ដើមជាមួយនឹង Samsung យើងម្ដងបងប្អូនណានេះគឺ lens 0.6 បាទហើយខ្ញុំសំឡើងទៅ lens 1គុណមក2គុណ3គុណ5គុណហើយនឹង10គុណនេះបងប្អូនណាបាទអាហ្នឹងគឺ Samsung ហើយខ្ញុំសំឡើងទៅ Mark គេហៅថា24គុណតែម្ដងអូខេមកខ្ញុំដូចមិញហ្នឹងខ្ញុំឈរដូចមិញចឹងបងប្អូនយើងចង់ដឹងតើវាយ៉ាងម៉េចដែរអូខេណាបងប្អូនយើងមើលតាមហ្នឹងទៅបាទមួយណាល្អជាងមួយណាតែដូចខ្ញុំនិយាយចឹងដដែលទេបងប្អូនយើង
zoom ប៉ុណ្ណឹងអីគឺវាលេងប្រើការកើតទេណាបងប្អូនយើងបាទអញ្ចឹង zoom ល្អបំផុតហ្នឹងគឺទៅលើ4គុណនិង5គុណ digital ហ្នឹងឯងដែលយើងគិតថាវាល្អណាខ្ញុំសូមត្រឡប់ទៅ lens ultra wide វិញមកនេះបងប្អូនឃើញណាប្លង់វាគឺប៉ុណ្ណឹងអញ្ចឹងទៅលើការ zoom ក៏ដូចជាគុណភាពវីដេអូទូទៅហ្នឹងខ្ញុំឃើញថាវាប្រហែលគ្នាទេបាទអញ្ចឹងអាចមានអ្នកខ្លះចូលចិត្តខាង iPhone ក៏ថាបានអ្នកខ្លះអាចចូលចិត្តខាង Samsung ក៏ថាបានតែខ្ញុំឃើញថា Samsung ធ្វើបែបរៀង over process បន្តិចគេហៅថា over sharpening បងប្អូនយើងដូចជា apply ភាពច្បាស់ខ្លាំងពេកបាទអញ្ចឹងវាអត់សូវបែបធម្មជាតិដែល iPhone វាអត់សូវមានការ process ប៉ុន្មានទេនៅលើការថតវីដេអូសម្រាប់ប្លង់ខ្វះពន្លឺបាទអញ្ចឹងបើសិនជាយើងប្រើកាមេរ៉ាខាងក្រោយខ្ញុំឃើញថាវាម្យ៉ាងម្នាក់ដែរទេបងប្អូនយើងក៏ប៉ុន្តែបើសិនជាឲ្យខ្ញុំនៅតែរើសខាង iPhone អញ្ចឹងគុណភាពបែបហ្នឹងណាបងប្អូនយើងបាទអញ្ចឹងខ្ញុំឃើញថា iPhone ហ្នឹងវាឲ្យ detail ប្រសើរជាង Samsung បន្តិចវាអត់សូវ crash កន្លែងខ្មៅទៅវានៅខាង iPhone វានៅរសារភាព detail ដូចសរសៃសក់អីយើងនៅឃើញបានល្អធម្មតាអញ្ចឹងបងប្អូនយើងប៉ុន្តែប្លង់ដែល iPhone ល្អជាង Samsung គឺត្រង់ប្លង់នៅពេលយប់ហើយនិយាយទៅប្លង់ខ្សែពន្លឺជាមួយនឹងកាមេរ៉ាខាងមុខរបស់វាបាទអញ្ចឹងខាង Samsung វាបែកព្រាកបងប្អូនយើងបាទអញ្ចឹងរូបភាពហ្នឹងគឺថាវាមិនអីទេប៉ុន្តែបើថាធៀបមួយ iPhone ប្រសើរជាងបាទអញ្ចឹងបងប្អូនមើលចុះប៉ុន្តែប្លង់នេះវិញនៅយប់ដូចគ្នាបងប្អូនយើងបាទអញ្ចឹងយើងមានតែភ្លើងពីលើមកទេអំពូលម៉ែត្រពីលើមកទេបាទអញ្ចឹងខ្ញុំពិតជាអត់យល់មែនទែនពេលតែម្ដងពេលនេះបើអញ្ចឹងជាទូទៅ iPhone វាឲ្យ color រឿង warm បងប្អូនយើងប៉ុន្តែពេលនេះវាទៅជាកលាប់ចាក់ទៅវិញខ្ញុំអត់យល់បាទអញ្ចឹង Samsung ឲ្យពណ៌ស្អាតវិញបងប្អូនយើងវាជារឿងមួយដែលចម្លែកមែនទែនតែម្ដងវាឲ្យ skin tone ត្រូវជាងមានអញ្ចឹងទៅខ្ញុំឃើញថាពេលយប់ហ្នឹងគឺវាចង់និយាយថា Samsung ធ្វើល្អជាងតែម្ដងប្លង់ហ្នឹងបងប្អូនយើងប៉ុន្តែប្លង់ហ្នឹងគឺខ្ញុំថតកាលពីវាអត់អាប់ដេតទេបងប្អូនយើងបាទហើយក៏ខ្ញុំបានធ្វើការថតជាមួយនឹង HDR នៅលើ iPhone អញ្ចឹងខ្ញុំបាន convert វាទៅ SDR ដែរប៉ុន្តែធម្មតា convert ទៅវានេះទេវាទៅជា Rec 709 ធម្មតាដែរទេប៉ុន្តែយ៉ាងណាក៏ដោយគឺនៅខ្ញុំឃើញថាអត់យល់បងប្អូនយើងអត់យល់មកទៅជា color iPhone អញ្ចឹងទៅវិញហើយ Samsung color វាគឺស្អាតណាស្អាតស្អាតហ្នឹងវាមិនមែនអ្វីយើងមើលឃើញខាងក្រៅបងប្អូនយើងខាងក្រៅហ្នឹងវាមិនដូចខាង Samsung ទេកន្លែងហ្នឹងវាមិនមានពណ៌អីស្រស់ៗអញ្ចឹងទេតែយ៉ាងណាក៏ដោយនិយាយពីរឿងពណ៌ខ្ញុំនិយាយអញ្ចឹងអាច Samsung នៅធ្វើល្អជាងបងប្អូនណាអញ្ចឹងសរុបទៅនេះគឺជាការប្រៀបធៀបរបស់ខ្ញុំរវាងកាមេរ៉ារបស់ iPhone 17 Pro Max ជាមួយនឹង Samsung Galaxy S25 Ultra ហើយលទ្ធផលយ៉ាងម៉េចអីមកដែរបងប្អូនយើងអាចជួយប្រាប់ខ្ញុំផងអញ្ចឹងណាហើយពីណាគេខ្លះដែលមើលពីដល់ចប់វីដេអូនេះវែងទេបងប្អូនយើងអញ្ចឹងខ្ញុំសូម skip photo section ហើយក៏ខ្ញុំសូម skip គេហៅថា stabilization ផងដែរខ្ញុំចង់ប្រាប់បងប្អូនថាលំនឹងហ្នឹងណាទាំងពីរហ្នឹងគឺល្អដូចគ្នាខ្ញុំបាច់តេស្តបងប្អូនក៏ដឹងដែរណាមុនយើងតែយើងនិយាយទៅលើគុណភាពវីដេអូខ្ញុំបានដូចជាdetail ខ្លះៗជូនបងប្អូនហើយណាទាំងប្លង់ពេលយប់ទាំងប្លង់ពេលថ្ងៃទាំង lock អញ្ចឹងទៅទាំង low light បងប្អូនយើងបានមើលឃើញខ្លួនឯងហើយមើលទៅនោះបងប្អូនណាបាទអញ្ចឹងល្អមិនល្អអាហ្នឹងបងប្អូនយើងមើលតាមហ្នឹងទៅណាបាទអញ្ចឹងអរគុណណាស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយ